ចំពោះគាត់ដែរបើថាគាត់ជាអ្នកស្លាប់សោះមិនមែនជាយើងណាហេតុអ្វីបានជាយើងណាក៏មានសេចក្តីទុក្ខសោកព្រោះថាបើយើងពិចារណាឲ្យដិតដល់គឺថាបុគ្គលដែលជាមនុស្សដែលបានកាត់លើនៅក្នុងលោកកាសនិវាសនេះណាយើងមិនអាចរស់នៅតែម្នាក់ឯងបាននោះទេគឺត្រូវតែមានការប្រស្រ័យតាក់ទងជាមួយគ្នាណាយើងរស់នៅជាសង្គមរួមជាមួយគ្នាហើយនៅក្នុងឱកាសនេះគឺថាលោកយាយនៅក្នុងចិត្តនេះគាត់បានជាអ្នកម្ដាយរបស់កូនចៅប្រស្រីបានជាជីដូនរបស់កូនចៅប្រស្រីបានជាក្លឹមរះដេញញាតរបស់គាត់ដែលបានណាស់ធ្លាប់ប្រស្រ័យតាក់ទងជាមួយគ្នាហើយដូច្នេះក៏បានក្នុងការរស់នៅនេះក៏បានបត់ស្រាយបានទុកនៅអនុស្សាវរីយ៍ក៏ដូចជាណាការទូលមានព្រានប្រដៅទៅដល់កូនចៅណាគាត់មានគុណបំណាច់យ៉ាងធំធេងចំពោះកូនចៅគាត់មិនត្រឹមតែជាអ្នកដែលបានផ្ដល់កំណើតដល់កូនចៅនោះទេគាត់ថែមទាំងណាមានការអប់រំទូលមានព្រានប្រដៅទៅដល់កូនចៅឲ្យបានចេះដឹងឲ្យបានប្រកបមុខរបររស់ស៊ីនេះទៅតាមណាសម័យជីវៈគឺការចិញ្ចឹមជីវិតដ៏ល្អត្រឹមត្រូវណាគាត់ឃើញថាគាត់មានណាគុណធម៌គាត់មានសេចក្តីល្អគាត់មានគុណឧបការៈគុណយ៉ាងខ្លាំងចំពោះកូនចៅហើយដូច្នេះណាយើងដែលជាកូនចៅគឺរមែងតែមានសេចក្តីទុក្ខសោកសង្រេងដោយបានបាត់បង់នៅអ្នកមានគុណដ៏ឆ្នើមបានបាត់បង់នៅសិទ្ធិឈាមតលរបស់ផងយើងដែលគាត់បានបង្កើតយើងនេះណាហើយពេលនេះគឺថាយើងដែលជាកូនចៅគឺមានតែភារៈមួយយ៉ាងគាត់គឺបានណាហៅថាដូចជាឯកជនដើម្បីប្រព្រឹត្តជាបុណ្យជាបណកិច្ចឬជាបុណ្យតក្កណានុទានដើម្បីឧទ្ទិសកុសលទៅដល់គាត់ប៉ុណ្ណោះណាព្រោះថាយើងមិនអាចជន់វត្ថុអ្វីទៅដល់គាត់បានទេបើថាគាត់នៅរស់ណាគាត់នៅរស់យើងអាចបញ្ជូនណាយើងអាចផ្ដល់នៅនំចំណីឲ្យចប់សម្បត្តិសាវឲ្យស្បីដល់គាត់បានប៉ុន្តែពេលនេះគាត់បានស្លាប់ទៅហើយណាគឺថាយើងមិនអាចជន់នៅរបស់ជន់នៅវត្ថុទាំងអស់នោះឲ្យគាត់បានដល់ឡើងបាននោះទេគឺពេលនេះគឺមានតែប្រសង់តែប៉ុណ្ណោះដែលជាណាតួសំខាន់ដល់ក្នុងការដែលយើងធ្វើទានឧទ្ទិសជូនដល់ណាគុណដល់លោកយាយដែលគាត់ធ្វើការលកិរិយាទានលោកនេះប្រកាន់បរិមុខខាងមុខណាមានតែប្រសង់ជាប៉ុណ្ណោះដែលលោកជាស្រីបនលោកជាទូតជាអ្នកនាំសារជាអ្នកនាំបនជាអ្នកឧទ្ទិសកុសលផលបនដែលយើងណាមានការស្រាយមានការផ្ញើណាចំពោះលោកគឺថាចំពោះតែប្រសង់ទៅប៉ុណ្ណោះដែលជាស្រីបនដ៏ល្អណាដែលជាយើងត្រូវពឹងពាក់បំណែកអាស្រ័យចំពោះប្រសង់ហើយពេលនេះយើងបានណាហៅថាយើងប្រព្រឹត្តជាបុណ្យជាបណកិច្ចហើយមានសុភាពយ៉ាងឧឡារិកអធិកអធមដែលបានណាអាចថាញាតិញោមចិត្តឆ្ងាយទាំងអស់បានចូលរួមយ៉ាងកកកនេះគឺការដែលយើងសពបញ្ជាក់ឲ្យឃើញថាណាលោកយាយព្រាមផ្សេងគាត់ណាការដែលរស់នៅនេះគឺគាត់ជាបុគ្គលដែលល្អម្នាក់ដែលឆ្នើមម្នាក់នៅក្នុងសង្គមណាព្រោះជាមកដឹងហើយបើយើងមិនមែនជាបុគ្គលល្អនោះទេណាយើងមិនសូវដែលប៉ុនដល់ទៀនយើងមិនស្រូវប្រស្រ័យនៅក្នុងសង្គមនោះទេណាគឺថាយើងកុំសង្ឃឹមថាគេនឹងបោកយើងបានច្រើនកកយ៉ាងដូច្នោះគឺដោយអាស្រ័យថាលោកយាយណាក៏មានញាតិថោសន្តានច្រើនហើយតាមទាំងគាត់មានណាគុណធម៌សេចក្តីល្អប្រព្រឹត្តនៅក្នុងសង្គមដូចជាគាត់បានណាជាយាយអបោសិតម្នាក់ដែលស្មារតីនៅអបោសិតណានៅក្នុងសង្គមវត្តអារាមហើយតាមទំនុកទៀតណាក៏តាមទាំងជាបុគ្គលម្នាក់ជាបុគ្គលដែលឆ្នើមនៅក្នុងសង្គមគ្រួសារណាបានចិញ្ចឹមកូនចៅឲ្យដើរតាមកំណងធម៌ណាអប់រំកូនចៅហើយពេលនេះក៏បានស្លាប់ទៅហើយណាគឺថាញាតិញោមភូមិផងរបងជាមួយគ្នាមិនថាញាតិដែលនៅក្នុងភូមិបង្រាយក្តីឬក៏ញាតិដែលនៅឆ្ងាយក្តីណាមានទាំងស្រុកណាបាល់ទូក៏ដូចជារិស័យនគរឬក៏បង្រាយថ្មីក៏បានចូលរួមប្រស្រ័យយ៉ាងកកក
ណាហើយបើយើងសង្កេតមើលទៅនោះគឺថាលោកយាយការដែលគាត់ណាមានការជឿរំកាត់ណាគាត់ណាហៅថាញាតិគុំផងរបស់ណាតែមកសួរសុខទុក្ខណាតែនិមន្តព្រះសង្ឃដើម្បីសម្ដែងប្រព្រឹត្តជូនដល់គាត់ហើយយើងក៏ឃើញថាថ្មីនេះគឺថាដោយពេទ្យណាបានសងកាត់មកវិញណាបានសងកាត់មកតាក់វិញហើយចឹងអាត្មាភាពក៏បានមកសម្ដែងប្រព្រឹត្តដែរឃើញថាញាតិញោមពុទ្ធបរិស័ទមានការណាហៅថាមានការស្គាល់ស្វែងមានការយកចិត្តទុកដាក់ចំពោះគាត់យ៉ាងខ្លាំងមករួមយ៉ាងច្រើនកកណាដែលមកសម្ដែងនៅសេចក្តីទុក្ខសោកសង្រេងសេចក្តីអាណិតអាសូរចំពោះគាត់ដែលបានមានជំងឺជារំកាត់ណាហើយពេលនេះយើងក៏បានឃើញយ៉ាងចាក់ស្ដែងណាគាត់បានស្លាប់ទៅហើយគឺថាញាតិញោមពុទ្ធបរិស័ទទាំងអស់គឺមានច្រើនកកមកពីគឺមាននាណាដើម្បីចូលរួមប្រស្រ័យរំលែកទុក្ខនៅក្នុងឱកាសនេះផងដែរនេះបើប្រសមាសម្ពុទ្ធនៃយើងត្រង់សម្ដែងណាគឺជាធម៌សាមគ្គីមួយដ៏ល្អប្រពៃនៅក្នុងសង្គមយើងចេះអនុគ្រោះចេះសន្តោសប្រប្រណីចំពោះអ្នករកគ្នាណាចំពោះអ្នកផងទាំងឡាយបើព្រះសម្មាសម្ពុទ្ធនៃយើងត្រង់សម្ដែងអំពីធម៌សង្គ្រោះរវាងគ្នានឹងគ្នានោះគឺមាន4យ៉ាងសម្រាប់ឲ្យយើងសង្គ្រោះទៅវិញទៅមកទី1នោះគឺយើងមានការចាប់អ្នកផលណាចាប់ផលទៅតាមកម្លាំងសទ្ធាទៅតាមកម្លាំងណាសមត្ថភាពរបស់ផងយើងណាមិនមានការបង្ខិតបង្ខំនោះទេហើយនៅក្នុងឱកាសនេះទៀតគឺថាប៉ុននេះគឺជាប៉ុនឲ្យឈ្មោះថាប៉ុនក៏ពិតមែនប៉ុន្តែមិនមែនជាប៉ុនដែលយើងត្រៀមបំរុងទុកជារួចស្រេចនោះទេមិនមែនជាប៉ុនដូចជាប៉ុនពុទ្ធាពិសេសដូចជាប៉ុនកឋិនទានឬក៏ប៉ុនផ្កាប្រាក់នោះទេតែយើងមានការត្រៀមបំរុងជាមុនណាត្រៀមបំរុងនៅបច្ច័យត្រៀមបំរុងនៅទ្រព្យធនធានត្រៀមបំរុងនៅក្រុមការងារសពគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែប៉ុនជាបណកិច្ចនេះគឺថាយើងមិនមានការបំរុងទុកជាមុននោះទេគឺជាប៉ុនដែលបានកើតឡើងដោយការតន់ហន់ណាដោយការតន់ហន់នឹងគឺល្អណាស់គឺដោយសារសង្គមគ្រួសារណាដែលសម្បូរសប្បាយមានទ្រព្យធនធានអញ្ចឹងគឺការប្រព្រឹត្តទៅនោះវាបានរលូនហើយចុះបើជួនជាណាបើបាក់ចំក្រុមគ្រួសារដែលមានការក្រក់សត់ណាមានការខ្សត់លំបាកមានការខ្វះនូវទ្រព្យធនធានសុខថាបានណាសុខថាបានសម្បូរសប្បាយសុខថាបានរលូនទេគឺថាមិនបានរលូននោះទេប៉ុន្តែពេលនេះការដែលយាយតាចូលមកណាចាត់អ្នកផលទៅតាមកម្លាំងសទ្ធានេះគឺជាសម្បត្តិដែលក្រុមគ្រួសារត្រូវការបំផុតនៅក្នុងពេលនេះព្រោះថាពេលខ្លះក្រុមគ្រួសារមិនបានត្រៀមនៅទ្រព្យសម្បត្តិមិនបានត្រៀមនៅបច្ច័យឲ្យបានគ្រប់គ្រាន់នោះទេគឺអាស្រ័យទៅញាតិញោមពុទ្ធបរិស័ទអាស្រ័យនៅញាតិថោសន្តានអាស្រ័យនៅក្លឹមរៈអស់ដើម្បីចូលរួមណាយើងចាំអ្នកផលណាធ្វើជាការអនុគ្រោះទានដល់គ្នានឹងគ្នានឹងគឺនៅក្នុងណាថាមរណៈសង្គ្រោះទី1មរណៈសង្គ្រោះទី2ណាដែលបានកាត់ឡើងនៅក្នុងបុណ្យជាបណកិច្ចគឺព្រះអង្គលោកឲ្យយើងចំពោះបុគ្គលណាដែលមានការចេះដឹងដូចជាអាចារ្យតាមវិវេនញោមវត្តជាដើមដែលបានចេះដឹងនៅពុទ្ធវចនៈបានចេះដឹងនៅខុសអាងចឹងយើងក៏ត្រូវតែមានការអនុគ្រោះចូលមកជួយប្រកបប្រកាសជួយមកណាឃោសនាចូលមកដើម្បីណែនាំណាឲ្យក្រុមគ្រួសារណាបានដឹងនៅការប្រព្រឹត្តព្រោះថាយើងបានដឹងស្រាប់ហើយសម្រាប់សង្គមគ្រួសារតិចណាស់ដែលមានអ្នកចេះដឹងណាជាអ្នកដែលមានចេះដឹងចឹងយើងដែលជាអ្នកណាហៅថាអាចារ្យជាអ្នកចេះដឹងនៅខអាវិន័យនៃព្រះសម្មាសម្ពុទ្ធនេះយើងចូលរួមមកដើម្បីអនុគ្រោះមកគ្នានឹងគ្នាហើយទី3យើងប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាណាប៉ុននេះដូចជាបានរៀបរាប់នៅក្នុងខាងដើមចឹងគឺថាប៉ុនដែលមិនមានការត្រៀមបំរុងទុកជាមុននោះទេចឹងយើងត្រូវតែណាកុំប្រកាន់ការដែលយើងចូលមកនេះណាយើងបើយើងចេះអីយើងជួយនឹងយើងជួយរៀបចំកន្លែងសេនាសនៈកន្លែងកន្លប់ណាឬក៏យើងចេះដាំបាយដាំស្លឬក៏យើងទំនេរចឹងយើងក៏
ទៅដុតប្រសងដើម្បីចូលរួមនៅក្នុងកិច្ចកម្មវិធីរបស់ផងយើងឲ្យរលូនអានេះគឺជាការដែលយើងណាប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នាឯទី4យើងណាហៅថាសមាធិវិតាយើងប្រព្រឹត្តណាឲ្យស្មើណាកុំប្រកាន់ថាយើងជាអ្នកមានយើងមិនតោតះអ្នកក្រឬក៏យើងជាអ្នកក្រមិនហ៊ានតោតះអ្នកមានអានឹងគឺជាការដែលមិនប្រសើរនៅក្នុងសង្គមរបស់ផងយើងនាំតែឲ្យការបែកបាក់សាមគ្គីនៅក្នុងសង្គមរបស់ផងយើងតែប៉ុណ្ណោះហើយនៅក្នុងឱកាសពេលនេះគឺការថតដែលសង្គ្រោះ4យ៉ាងគឺបានរៀបរាប់ហើយពេលនេះលោកយាយព្រាមសេក៏បានស្លាប់ទៅហើយណាយើងក៏បានពិចារណានៅក្នុងកងសង្ខាររបស់ផងខ្លួនយើងក៏អាចដឹងថាសម្រាប់សង្ខារធម៌ទាំងឡាយនេះមិនទៀងមានពិតមានកិរិយាកើតឡើងហើយតែវិញ្ញាណទៅវិញជាធម្មតាយើងគួរតែញាក់រលឹកព្រោះថាកាយរបស់ផងយើងនេះពុំមានអ្វីដែលហៅថាមានខ្លឹមសារនោះទេណាបើនិយាយអំពីកាយរបស់ផងយើងឬក៏ជីវិតរបស់ផងយើងឬក៏ភោគកាសទ្រព្យសម្បត្តិណាមានទាំងអស់ណាព្រះអង្គលោកសម្ដែងថារបស់ទាំងនោះណាមិនមែនជារបស់ដែលមានខ្លឹមសារនោះទេរបស់ដែលគ្មានខ្លឹមសារហើយណាបើព្រះអង្គលោកសម្ដែងថារបស់ដែលគ្មានខ្លឹមសារទាំង3យ៉ាងប៉ុន្តែបើយើងចេះកែច្នៃណារបស់នោះរមែងជារបស់ដែលមានខ្លឹមសារជាង3យ៉ាងនោះគឺយ៉ាងណាទី1នោះណាព្រះអង្គលោកសម្ដែងថាកាយរបស់ផងយើងនេះគឺជារបស់ដែលគ្មានខ្លឹមសារហើយហេតុអ្វីបានថាកាយរបស់ផងយើងជារបស់ដែលគ្មានខ្លឹមសារបើព្រះអង្គសម្ដែងថាការដែលបានកើតមកជាមនុស្សនេះគឺជាការកម្រប៉ុន្តែណាការកម្រនេះបើកាយយើងរស់នៅយើងចេះកែច្នៃឲ្យបានល្អត្រឹមត្រូវទៅនៃខ្លឹមសារបើយើងទុកគ្រប់សម្បត្តិនេះឲ្យប្រព្រឹត្តទៅមួយថ្ងៃមិនចេះធ្វើបន់សំពីនទេកាយរបស់ផងយើងនេះគឺជារបស់ដែលគ្មានខ្លឹមសារលោកឧទាហរណ៍ដូចជាណាកាយរបស់ផងយើងនេះប្រៀបដូចជាណាបុរសម្នាក់ដែលស្វែងរកក្លឹមណាដែលស្វែងរកក្លឹមរបស់ដើមឈើហើយក៏បានទាញកំបិតណាទៅចូលក្នុងព្រៃណាទៅក្នុងដើមព្រៃដើមចេកណាដើម្បីស្វែងរកក្លឹមហើយក៏បានបន្លាស់មួយសតបរហូតដល់បណ្ដោយហើយសួរថាយាយតារកក្លឹមណារកក្លឹមអំពីដើមចេកបានទេគឺថាមិនអាចរកឃើញនោះទេព្រោះថាដើមចេកនេះវាក៏មានខ្លឹមសារអីនោះទេណាវាមានវិទ្យាវត្ថុវិទ្យារុក្ខជាតិដែលមានខ្លឹមសារយ៉ាងណាមិញប្រជុំដោយស្បែកសរសៃសក់ដោយទទួលដោយខ្លាញ់ណាដោយអวัยวៈផ្សេងនៅក្នុងនគររូបរាងកាយរបស់ផងយើងនេះប្រគំឡើងហើយកាលណាដែលបែកភ្លេងទៅហើយគឺជារបស់ដែលមានខ្លឹមសារណាព្រះអង្គលោកសម្ដែងថារូបរាងកាយនេះគឺជារបស់ដែលពុកភួយរបស់ដែលមានក្លិនស្អុយហើយទីបំផុតនោះក៏រមែងបែកភ្លេងគឺដល់នៅការស្លាប់គឺមរណៈនោះឯងហើយបើយើងដឹងថាកាយនេះវាមិនមែនខ្លឹមសារព្រះអង្គលោកឲ្យយើងធ្វើយ៉ាងណាដើម្បីទាញយកប្រយោជន៍អំពីរូបនោះយើងមានការណាគោរពចាស់ទុំគោរពព្រាហ្មណ៍ផងណាគោរពចាស់ព្រឹទ្ធាចារ្យគោរពចំពោះព្រះសង្ឃគោរពចំពោះបរតនត្រ័យជាដើមដូចជាយើងបានសូត្រធម៌ណាបានសូត្រធម៌ចិត្តតរងធម្មាវត្តធម្មអាយុវណ្ណោសុខខាងកម្លាំងផលទាំងឡាយ4ប្រការគឺអាយុ1ផលសម្បល់កាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាយចនិចដល់បុគ្គលដែលមានសេចក្តីអត់កាយខ្វល់បង្គំចំពោះបរតនត្រ័យចំពោះបុគ្គលដែលមានណាដែលថាមានគុណមានសិលគុណជាដើមឬថាចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យឯងចឹងកាលណាដែលយើងណាយករូបរាងកាយនេះគោរពរៀបបងរបស់ផងយើងគោរពចាស់ទុំចាស់ព្រឹទ្ធាចារ្យគ្រប់បុគ្គលដែលមានសិលឈ្មោះថាណាយើងប្រព្រឹត្តរូបរាងកាយនេះឲ្យជារបស់ដែលមានខ្លឹមសារណាបើយើងយករូបរាងកាយនេះទៅប្រព្រឹត្តអំពើណាទៅប្រព្រឹត្តអំពើដែលជាអបាយមុខឬក៏ប្រព្រឹត្តនៅបញ្ចវេរាដែលនាំឲ្យមានភាវេរាជាមួយគ្នាដូចជាយើងណាយករូបរាងកាយនេះទៅសម្លាប់មនុស្សជាដើមឬក៏យើងយកទៅដើម្បីលួចទ្រព្យគេជាដើមយើងទៅប្រព្រឹត្តខុសក្នុងការក្នុងប្រព័ន្ធកូនគេយើងប្រព្រឹត្តខុសនៅក្នុងការនិយាយណាមិនពិត
និយាយចាក់ដតនិយាយរយរាយនិយាយពាក្យដែលគ្មានប្រយោជន៍ខ្លឹមសារនិយាយច្រណែនគ្នានេះដទៃឬក៏យើងថាប្រព្រឹត្តនៅណាសេពនៅសុរាបេរីជាដើមដែលជាអំពើដែលនាំឲ្យមានសេចក្តីពេលវេលាជាមួយគ្នាយើងឧទាហរណ៍ដូចជាណាបើយើងយករូបរាងកាយនេះយើងទៅសម្លាប់គេតាមសួរតាគេខ្លាចយើងទេគឺគេរមែងតែខ្លាចយើងតែគេឃើញយើងពីចម្ងាយគឺគេរមែងជិះចេញអំពីយើងគេចាក់ចេញអំពីយើងជិះទៅកន្លែងឆ្ងាយបាត់ទៅហើយបើយើងឲ្យយកទ្រព្យរបស់គេដែលគេមិនបានឲ្យដោយកាយដោយវាចាណាសួរថាយើងនេះដល់ទៅណាគេទទួលគេអបអរសាទរទេគឺថាមិនមានទេហើយបើយើងណៃទៅយកប្រព័ន្ធកូនគេជាដើមណាពួកឲ្យមានការបែកបាក់ណាក្នុងសុភមង្គលរបស់គេឬក៏យើងណាទៅយកកូនគេជាដើមដើម្បីបំផ្លាញនៅអនាគតរបស់កូនគេសួរថាគេពេញចិត្តនឹងយើងទេណាគឺយើងបែកកាលណាបើបុគ្គលខ្លះដែលអត់ត្រង់មិនបានក្នុងកំហឹងទៅស្នាក់នោះគឺអាចសម្លាប់យើងក៏អាចថាបានដែរដោយការដែលយើងទៅយកប្រព័ន្ធកូនគេមកនេះហើយបើមួយទៀតគឺការដែលយើងនិយាយណាមិនពិតនិយាយប្រហោះឆោបោកអ្នកដទៃធ្វើឲ្យគេវិនិច្ឆ័យនិយាយច្រណែនគ្នានេះនិយាយពោលពាក្យប្រយោជន៍អត់ប្រយោជន៍ណាគឺថាជាការដែលមិនល្អណាព្រោះថាមាត់របស់ផងយើងនេះវាជាសំខាន់ណាស់ណាប្រងលោកសម្ដែងថាយើងបានសេចក្តីទុកផងសេចក្តីសុខផងក៏ព្រោះតែមាត់ហ្នឹងឯងបើមាត់យើងណានិយាយតែពាក្យល្អយើងរមែងតែបានសុខបាននូវការស្រឡាញ់អំពីសំណាក់នេះដទៃបើយើងយកមាត់របស់ផងយើងនិយាយណាពាក្យមិនល្អចំពោះអ្នកដទៃគឺរមែងតែមានគេណាចង់កម្មពីជាមួយយើងជាធម្មតាហើយទី5បើយើងណាយកណារូបរាងកាយរបស់ផងយើងទៅប្រព្រឹត្តអបាយមុខណាទៅប្រព្រឹត្តមានការសេពនៅគ្រឿងញៀនជាដើមហើយយើងសង្កេតមើលនៅក្នុងសពថ្ងៃនេះណាសង្គមយើងសពថ្ងៃគឺសម្បូរណាស់ទៅដល់យុវនារីដែលមានការណាហៅថាញៀនថ្នាំជាដើមចឹងយើងក៏សង្កេតបានឃើញថាចំពោះបុគ្គលនឹងគឺថាពុំមានសេចក្តីចម្រើនពុំមានសេចក្តីលូតលាស់នោះទេគឺថារំមែងវិនិច្ឆ័យដោយអំពើរបស់ខ្លួននឹងឯងនឹងគឺជាខ្លឹមសារទី1ការដែលយើងយករូបរាងកាយណារាងកាយដែលគ្មានខ្លឹមសារនេះបើយើងប្រព្រឹត្តឲ្យជាអំពើដែលមានប្រយោជន៍រមែងមានខ្លឹមសារហើយខ្លឹមសារទី2ណាលោកសម្ដែងថាទ្រពបណ្ដាទ្រពទាំងឡាយគ្មានខ្លឹមសារនោះទេហើយហេតុអ្វីបានជាលោកថាទ្រពណាថាជារបស់ជាវត្ថុដែលគ្មានខ្លឹមសារបើថាយើងសង្កេតមើលចំពោះបុគ្គលណាដែលមានទ្រព្យសម្បត្តិគឺគេរមែងណាតែមានណាឡានជិះទំនើបគេមានវិឡាឡានដើម្បីច្រកកនគេមានការហុកចុកស្រួលបួលគេមានការប្រស្រ័យតាក់ទងហើយគ្នានៅក្នុងសង្គមមានកិត្តិយសកិត្តិស័ព្ទហើយហេតុអ្វីបានជាយើងថាទ្រព្យនេះក៏មានខ្លឹមសារទៅវិញណាបើប្រស្មាសម្ពុទ្ធយើងត្រង់សម្ដែងថាទ្រព្យសម្បត្តិនេះលោកឧបមាដូចជាយើងមានទូកមួយណាយើងមានទូកមួយហើយយើងនឹងឯងជាអ្នកអង្គុយលើទូកណាជាអ្នកចែវទូកចឹងទ្រព្យវាប្រាប់ដូចជាទូកហើយយើងជាអ្នកចែវទូកបើយើងចែវទូកមិនបានល្អនោះទេយើងមិនចេះចែវទូកនោះទេណាយើងហៅថានៅក្លីងក្លុងនៅកណ្ដាលទន្លេឬក៏កណ្ដាលព្រែកអីជាដើមនោះរមែងណាធ្វើឲ្យយើងលិចជាបំខាននោះទេនឹងគឺយើងចែកទ្រព្យឲ្យមិនសមគួរហើយបើយើងចេះចែកទ្រព្យដែលសមគួរវាប្រាប់ដូចជាយើងមានទូកហើយយើងជិះលើទូកយើងចេះចែវទូកនេះរមែងចម្លងយើងណាអំពីត្រីខាងនេះទៅត្រីខាងឯងណាច្រឡំយើងអំពីត្រីខាងឯងមកត្រីខាងនេះជាធម្មតាដោយការដែលយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ផងយើងនេះឲ្យមានគុណសារឲ្យមានប្រយោជន៍ណាបើយើងមិនចេះប្រើណាភោគទ្រព្យជាប្រយោជន៍នោះទេវាប្រៀបដូចជាណាឆ្នាំពឹសណាដែលបំពុលយើងបើយើងចេះចែកទ្រព្យដល់សមគួរវាប្រៀបដូចជាទឹកឃ្មុំណាដែលជួយឲ្យរូបរាងកាយរបស់ផងយើងនេះបានប្រព្រឹត្តទៅល្អប្រសើរហើយយើងមើលបុគ្គលមានណាបុគ្គលដែលមានទ្រព្យសម្បត្តិណាដែលហៅថាសេដ្ឋីនៅក្នុងសម័យពុទ្ធកាលណាមានច្រើនណាស់សេដ្ឋីមានច្រើនហ
còn té hết với bàn chỉ dương coi tớiประมาณណាដូចជាអនត្ថបនិកសិទ្ធិឬក៏និយាយវិសាខាជាដើមឬក៏មេនិកសិទ្ធិជាដើមយើងស្គាល់បានតែមួយចំនួនប៉ុណ្ណោះយើងមិនស្គាល់សិទ្ធិដទៃទៀតព្រោះហេតុអ្វីព្រោះថាមានតែណាសិទ្ធិដូចជាអនត្ថបនិកសិទ្ធិនេះគឺលោកណាគឺលោកចេះចាយទ្រព្យសម្បត្តិរបស់ខ្លួននេះឲ្យត្រឹមត្រូវណាលោកយកទ្រព្យសម្បត្តិដើម្បីទំនុកបំរុងនៅក្នុងព្រះពុទ្ធសាសនាហើយនៅកាលដែលកន្លងទៅហើយ2568ឆ្នាំហើយនៅតែមិនសាបសូន្យគេឈ្មោះណាឲ្យលោកបានណាចាយទ្រព្យឲ្យបានត្រឹមត្រូវជាងកាលណាដែលយើងណាទ្រព្យសម្បត្តិដែលគឺមានខ្លឹមសារបើយើងចាយទ្រព្យទៅរមែងជារបស់ដែលមានខ្លឹមសារធ្វើឲ្យយើងមានតម្លៃមានកិត្តិយសកិត្តិស័ព្ទណានៅក្នុងសង្គមហើយបើយើងមិនចេះចាយទ្រព្យនោះទេគឺថាណាទ្រព្យនេះក៏រមែងតែនាំឲ្យយើងវិនិច្ឆ័យ